ជាបឋមយើងខ្ញុំសូមអនុញ្ញាតគោរពនិងជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលនិយមតាមដានទស្សនាវីដេអូនៅក្នុង Channel របស់យើងខ្ញុំផងដែរបាទហើយយើងខ្ញុំក៏សូមវិលមកជួបនឹងបងប្អូនសាជាថ្មីម្ដងទៀតថ្ងៃនេះយើងខ្ញុំក៏នឹងលើកយកទៅនឹងប្រធានបទថ្មីមួយទៀតយកមកជំរាបជូនទៅដល់បងប្អូនបាទដែលនិយមតាមដានទស្សនាវីដេអូនៅក្នុង Channel អត្ថប្រយោជន៍របស់យើងខ្ញុំផងដែរបាទសម្រាប់ប្រធានបទនៅក្នុងពេលនេះយើងខ្ញុំក៏លើកយកតាក់ទងទៅនឹងផ្លែពោតបាទគឺមានអត្ថប្រយោជន៍ច្រើនបាទសម្រាប់សុខភាពរបស់យើងទាំងអស់គ្នាផងដែរបងប្អូនមួយចំនួនធំបាទក៏ពុំទាន់ដែលបានដឹងអំពីអត្ថប្រយោជន៍របស់ផ្លែពោតទេបាទអញ្ចឹងថ្ងៃនេះបាទយើងខ្ញុំក៏លើកយកទៅនឹងប្រធានបទមួយនេះបាទអត្ថបទសុខភាពមួយនេះដើម្បីយកមកជំរាបជូនបន្តទៅដល់បងប្អូនដើម្បីឲ្យបានដឹងអំពីផ្លែពោតបាទមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់យើងទាំងអស់គ្នានៅពេលដែលយើងញ៉ាំពោតបាទហើយចំពោះអត្ថបទសុខភាពនេះផងដែរបាទយើងខ្ញុំក៏នឹងបានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យបាទដើម្បីយកមកចែករំលែកបន្តទៅដល់បងប្អូនអ្នកស្ដាប់ផងដែរតកតងទៅនឹងផ្លែពោតនេះបាទគឺយើងទាំងអស់គ្នាបានដឹងហើយថាជាដំណាំស្បៀងសំខាន់បន្ទាប់ពីដំណាំស្រូវបន្ថែមពីនោះក៏ជាចំណីអាហារដ៏ឆ្ងាញ់ដែលអាចកែច្នៃធ្វើជាម្ហូបឬក៏ជាបង្អែមក៏បានអ្វីដែលពិសេសទៅទៀតនោះគឺផ្លែពោតផ្ដល់អត្ថប្រយោជន៍មួយចំនួនទៅដល់សុខភាពផងដែរដោយសារតែពោតមានសារធាតុចិញ្ចឹមទៅដល់រាងកាយច្រើនយ៉ាងចំណុចទី1គឺសារធាតុប្រឆាំងអុកស៊ីតកម្មពោតមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា Phytonutrient និង Carotenoid ជាដើមពិសេសនៅក្នុងពោតពណ៌លឿងក្រៅពីនេះនៅមានសារធាតុផ្សេងៗដូចជា Lutein zeaxanthin អាស៊ីតវ៉ានីលិកនិងអាស៊ីតហ្វីរ៉ូលិកនិងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួនទៀតដែលមានគុណប្រយោជន៍ចំពោះសុខភាពចំណុចទី2ជាតិសរសៃនៅក្នុងផ្លែពោតមានសារធាតុសរសៃ fiber ដែលមានប្រយោជន៍ល្អសម្រាប់សុខភាពនៅក្នុងកម្រិតគ្រាប់ពោតមួយពែងគឺមានជាតិសរសៃរហូតដល់ទៅ 3.5 ក្រាមឯណោះសារធាតុសរសៃទាំងនោះមិនត្រឹមតែជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមទេវាថែមទាំងជួយបង្ការរោគទល់លាមកនិងកាត់បន្ថយការប្រឈមជាមួយនឹងការកើនឡើងជាតិសរសៃមិនល្អនៅក្នុងឈាមទៀតផងចំពោះអ្នកដែលតមអាហារវិញពោតគឺជាអាហារដ៏សំខាន់បំផុតដែលគួរជ្រើសរើសព្រោះពោតជួយឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរនិងមិនឆាប់ឃ្លាននោះទេចំណុចទី3កាបូនអ៊ីដ្រាតជាទូទៅមនុស្សធម្មតាម្នាក់ត្រូវការជាតិកាបូនអ៊ីដ្រាតយ៉ាងហោចណាស់130 ក្រាមក្នុងមួយថ្ងៃដូចនេះហើយពោតគឺជាប្រភពផ្ដល់នូវសារធាតុកាបូនអ៊ីដ្រាតដ៏ល្អដែលអាចផ្ដល់ថាមពលរាងកាយត្រូវការជាប្រចាំថ្ងៃសម្រាប់សកម្មភាពរាងកាយនិងខួរក្បាលម្យ៉ាងវិញទៀតពោតក៏ផ្ដល់កម្លាំងកាន់តែប្រសើរទៅដល់រាងកាយផងដែរជាពិសេសសម្រាប់អត្តពលិកដែលត្រូវការជាតិកាបូនអ៊ីដ្រាតច្រើនជាងមនុស្សធម្មតាគឺយ៉ាងហោចណាស់250 ក្រាមក្នុងមួយថ្ងៃចំណុចទី4ប្រូតេអ៊ីនមូលហេតុមួយទៀតដែលយើងគួរតែញ៉ាំពោតនៅក្នុងផ្លែពោតគឺមានផ្ទុកទៅដោយប្រូតេអ៊ីននោះគឺជាជីវជាតិប្រចាំដែលរាងកាយត្រូវការបរិមាណច្រើនដើម្បីជួសជុលកោសិកាបង្កើនប្រព័ន្ធភាពស៊ាំនិងធ្វើឲ្យសាច់ដុំរឹងមាំផ្លែពោតអាចផ្ដល់ឲ្យយើងនៅកម្រិតប្រូតេអ៊ីនដែលសមល្មមចំពោះរាងកាយគួរបញ្ជាក់ថាក្នុងផ្លែពោតមួយកូនពែងគឺអាចផ្ដល់ប្រូតេអ៊ីនរហូតដល់5 ក្រាមឯណោះបាទអស់លោកស្រីបាទនេះគឺជាអត្ថប្រយោជន៍បាទ4យ៉ាងដែលយើងខ្ញុំជំរាបជូនតាក់ទងទៅនឹងផ្លែពោតអញ្ចឹងបងប្អូនដែលយើងខ្ញុំជំរាបជូនពីខាងដើមផ្លែពោតគឺបងប្អូនខ្លះក៏ដឹងអំពីអត្ថប្រយោជន៍របស់ផ្លែពោតមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណឹងទេផ្លែពោតក៏អាចជួយជាអត្ថប្រយោជន៍ច្រើនទៅដល់សុខភាពរបស់យើងដែលយើងបានញ៉ាំពោតហ្នឹងបាទហើយចំពោះអត្ថបទបាទសុខភាពមួយនេះយើងខ្ញុំក៏បានដកស្រង់ចេញពីគេហទំព័ររបស់ Hello គ្រូពេទ្យដើម្បីយកមកជំរាបជូនបន្តទៅដល់បងប្អូនដែលកំពុងតែតាមដានទស្សនានៅក្នុងវីដេអូបាទក្នុង Channel របស់យើងខ្ញុំផងដែរបាទហើយមួយវិញទៀតសម្រាប់បងប្អូនដែលចូលរួមទស្សនាវីដេអូរបស់យើងខ្ញុំហើយបើសិនជាបងប្អូនមិនទាន់បានចូលរួមចុច Subscribe បាទអញ្ចឹងចូលរួមជួយចុចម្នាក់មួយផងហើយបងប្អូននឹងឈានទៅចូលចុចរូបកណ្ដឹងបន្ថែមទៀតដើម្បីទៅងាយស្រួលបាទនឹងទទួលបាននៅវីដេអូថ្មីៗពី Channel របស់យើងខ្ញុំផងដែរ
បាទអរគុណហើយចំពោះអត្ថបទសុខភាពថ្ងៃនេះបាទពេលនេះបាទយើងខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្នេះហើយក៏សូមអរគុណទៅដល់បងប្អូនទាំងអស់គ្នាដែលខំចំណាយពេលវេលាដើម្បីចូលរួមបាទទស្សនាវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតមកដល់ទីបញ្ចប់អរគុណណាស់ហើយក៏សូមជូនពរទៅដល់បងប្អូនទាំងអស់គ្នាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ពេលវេលាផងដែរសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា